មួយថ្នាក់ដែលតែងតែមានសិស្សជាច្រើនមករៀនតែបែរជាថ្ងៃ14ខែ6មានសិស្សត្រឹមតែចំនួន3នាក់ប៉ុណ្ណោះនៅក្នុងមួយថ្នាក់ដែលលោកគ្រូវ៉ាន់សៃគាត់បានផុសនៅសាលាអូស្មាច់មួយច្រកព្រំដែនអូស្មាច់ផ្លូវទៅសរិនណាបងប្អូនអញ្ចឹងខ្ញុំមើលទៅនៅក្នុងរូបភាពនេះពិតជាគួរឲ្យកំសត់មែនតែនបងប្អូនដឹងហើយសម្រាប់បងប្អូនដែលគាត់រស់នៅក្នុងនៅទីក្រុងឬក៏នៅតាមទីខេត្តមិនមែនអ្នកជិះដែនគាត់ប្រហែលជាអត់សូវមានអារម្មណ៍ថាភ័យវឹកវរអីទេប៉ុន្តែសម្រាប់ប្រជាពលរដ្ឋដែលគាត់រស់នៅជិះដែនណាគាត់ពិតជាមានអារម្មណ៍ព្រួយបារម្ភខ្លាំងតាក់ទងនឹងការរស់ស៊ីឬក៏តាក់ទងនឹងការមានបញ្ហារវាងព្រំដែនហ្នឹងគឺប៉ះទង្គិចមែនទេនៅពេលដែលប្រទេសទាំងពីរប្រទេសថៃនិងកម្ពុជាមានបញ្ហាគ្នាខ្ញុំក៏បន់ថាសង្ឃឹមថាប្រទេសទាំងពីរនឹងឆាប់វិលត្រឡប់មកសភាពដើមវិញដើម្បីឲ្យប្រជាពលរដ្ឋក៏ដូចជាសិស្សទាំងអស់បានមករៀនប្រជាពលរដ្ឋបានរកស៊ីធ្វើការងារទាំងអស់គ្នាវិញដោយសុខសប្បាយហើយក៏សង្ឃឹមថាការដោះស្រាយរបស់រដ្ឋាភិបាលគឺអាចបានដំណោះស្រាយមួយដែលល្អបើសិនជាទឹកដីរបស់យើងក៏សូមឲ្យបានមកវិញកុំឲ្យមានអ្នកណាឈ្លានពានត្រៀនយករបស់យើងចាហើយក៏សូមឲ្យបញ្ហាដែលកំពុងដោះស្រាយបញ្ចប់ទៅដល់រលូនសង្ឃឹមអញ្ចឹងបងប្អូនដោយសារតែពេលដែលមានបញ្ហាហ្នឹងណាបើសិនជាដល់ថ្នាក់ថាត្រូវជំនះចាក់ចេញពីទីផ្ទះលំនៅឋានជ័យដែនអីអញ្ចឹងបងប្អូននៅគឺសង្វែកអាណិតផ្ទះអាណិតសូម្បីតែសត្វដែលយើងធ្លាប់ចិញ្ចឹមនៅផ្ទះតែពេលខ្លះពេលមានបញ្ហាបែបនេះពេលខ្លះយើងមិនអាចយកសត្វហ្នឹងទៅជាមួយបានទេអញ្ចឹងពិតជាអាណិតមែនតែន